ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមកសិក្សាអំពីការប្រើប្រាស់រូបមន្តដែលរាប់ទៅនឹងវិជ្ជាមភាគរបស់សិស្សឧទាហរណ៍នេះជាក់ស្ដែង 5.00 ដល់ 6.49 តើមានប៉ុន្មានអ្នកស្រីប៉ុន្មានអ្នកអញ្ចឹងខ្ញុំសូមលុបឧទាហរណ៍នេះចេញសិនដោយសារតែដើម្បីប្រើប្រាស់រូបមន្តរបស់វាបាទត្រង់ចំណុចហ្នឹងគឺយើងវាមានពីរលក្ខខណ្ឌទី1គឺសិស្សដែលជាប់ 5.00 រហូតទៅដល់ 6.49 អញ្ចឹងវាពីរលក្ខខណ្ឌអញ្ចឹងយើងប្រើរូបមន្ត count if s ដោយសារតែវាមានច្រើនលក្ខខណ្ឌអញ្ចឹងបងប្អូនពីសញ្ញាស្មើមក count if s តមកទៀតបងប្អូនបើកពងកញ្ចក់ហើយយើង select ទៅលើកាឡារបស់យើងគឺ double A 5 រហូតដល់ក្រោមគេគឺ double A 37នេះបងប្អូនបាទបន្តមកទៀតគឺបងប្អូនដាក់ក្បៀសយើងធ្វើការ select ទៅលើ criteria rank 1នេះមានន័យថាចំណុចលក្ខខណ្ឌទី1នេះយើងបាន select រួចហើយបន្តមកទៀតគេឲ្យដាក់ក្បៀសអញ្ចឹងបងប្អូនដាក់ក្បៀសហើយ criteria 1មានន័យថាដាក់លក្ខខណ្ឌរបស់យើងគឺយើងត្រូវដាក់ថ្មិញកណ្ដុរសិន ថ្មិញកណ្ដុរហ្នឹងមកបន្តមកទៀតគឺយើងយកចាប់ពី 5.00 ឡើងទៅអញ្ចឹងចុចសញ្ញាធំជាងឬស្មើ 5.00 មានន័យថាយើងយកចាប់ពីធំជាងឬក៏ស្មើ 5.00 តមកទៀតគឺយើងដាក់ថ្មិញកណ្ដុរមកវិញយើងបានលក្ខខណ្ឌទី1ហើយបងប្អូនបន្តមកទៀតគេឲ្យដាក់សញ្ញាក្បៀសនេះបងប្អូនយើងដាក់ក្បៀសcriteria rank 2មានន័យថាចន្លោះលក្ខខណ្ឌទី2អញ្ចឹងយើងត្រូវ select ចន្លោះលក្ខខណ្ឌទី2របស់យើងគឺនៅខាងលើនៅកន្លែងនឹងដដែលបងប្អូនយើង select លើវាមកហើយបន្តមកទៀតគឺត្រង់កន្លែងនេះយើងធ្វើឲ្យ criteria rank 2មានន័យចន្លោះលក្ខខណ្ឌទី2បន្តមកទៀតគឺក្រោយឲ្យដាក់ក្បៀសនេះបងប្អូនយើងដាក់ក្បៀសសិនក្បៀសហើយ criteria 2មានន័យថាលក្ខខណ្ឌទី2របស់យើងគឺបន្ទុករបស់យើងហ្នឹងគឺដល់6សំទោសបងប្អូនយើងដាក់ថ្មិញកណ្ដុរសិននៅពេលដែលយើងដាក់លក្ខខណ្ឌត្រូវតែដាក់ថ្មិញកណ្ដុរបងប្អូនមានន័យថាធំបំផុតគឺត្រឹម 6.00 អញ្ចឹងយើងត្រូវចុច shift ចុចតូចជាងមានន័យថាតូចជាងឬក៏ស្មើ 6.49 បងប្អូន 6.49 មានន័យថាយើងយកត្រឹមតែ 6.49 ប៉ុណ្ណោះតូចជាងឬស្មើ 6.49 បន្តមកទៀតដាក់ថ្មិញកណ្ដុរហើយយើងបិទពងកញ្ចក់ហ្នឹងមកបងប្អូនហើយចុច enter គឺមានចំនួនសិស្ស 23 នាក់បងប្អូននេះហើយចំពោះស្រីយើងចង់បានលក្ខខណ្ឌសិស្ស 23 នាក់ហ្នឹងប៉ុន្តែក្នុងហ្នឹងជាប់មានស្រីចំនួនប្រមាណអ្នកអញ្ចឹងវាច្រើនលក្ខខណ្ឌអញ្ចឹងគឺយើងត្រូវប្រើ count if s ទៀតណាបងប្អូនយើងចុចស្មើតទៅទៀតយើងចុច count if s បើកពងកញ្ចក់លក្ខខណ្ឌទី1របស់យើងគឺភេទស្រីអញ្ចឹងយើងទៅ select នៅតារាងភេទស្រីរបស់យើងសិនបន្តមកទៀតគឺយើងដាក់លក្ខខណ្ឌក្បៀសបងប្អូន criteria rank 2មានចន្លោះលក្ខខណ្ឌរបស់យើងទី1នេះគឺយើងដាក់ហើយដាក់ក្បៀសហើយ rank 2មានន័យថាលក្ខខណ្ឌទីសំទោសបងប្អូននេះគឺ rank 1 criteria 1មានលក្ខខណ្ឌទី1អញ្ចឹងយើងដាក់ថ្មិញកណ្ដុរហើយយើងលុបភាសាដាក់ទៅជាអក្សរសបន្តទៀតយើងលុបភាសាវិញយើងបិទថ្មិញកណ្ដុរវិញបងប្អូនយើងចប់លក្ខខណ្ឌទី1យើងចូលដល់លក្ខខណ្ឌទី2តែដាក់លក្ខខណ្ឌទី2គេឲ្យដាក់ក្បៀសសិនបងប្អូនមើលតាមការណែនាំរបស់គេនេះក្បៀសហើយ criteria rank 2មានន័យថាចន្លោះលក្ខខណ្ឌទី2របស់យើងគឺជាមជ្ឈមភាគរបស់សិស្សស្រីអញ្ចឹងយើង select ទៅលើ
យើង select ទៅលើជំភាសិនហើយបន្តមកទៀតគឺយើងចូលទៅដល់ criteria 2មានន័យថាលក្ខខណ្ឌទី2ប៉ុន្តែគេឲ្យដាក់ក្បៀសសិនយើងដាក់ក្បៀសដូចហើយបាច់ពេញកណ្ដុរបងប្អូនទៅចាំនៅពេលដែលយើងដាក់លក្ខខណ្ឌគឺត្រូវដាក់សញ្ញាថ្មីកណ្ដុរហើយបន្តមកទៀតគឺយើងត្រូវដាក់លក្ខខណ្ឌឲ្យគេលក្ខខណ្ឌរបស់យើងគឺស្រីដែលធំជាងឬស្មើ 5.00 ឡើងទៅអញ្ចឹងយើងដាក់ថាធំជាងឬស្មើ 5.00 បាទរួចហើយយើងបិទកណ្ដុរមកវិញនឹងលក្ខខណ្ឌទី2តមកទៀតយើងដាក់សញ្ញាក្បៀសហើយយើងចូលដល់លក្ខខណ្ឌទី3លក្ខខណ្ឌទី3របស់យើងគឺសិស្សស្រីដែលខ្ញុំភេទហ្នឹងចាប់ពី 5.00 ឡើងទៅហ្នឹងរហូតដល់ 6.49 អញ្ចឹងយើង select មក select ហើយយើងដាក់លក្ខខណ្ឌឲ្យគេបងប្អូនក្បៀសសិននេះហើយបើកគ្មានកណ្ដុរបន្តមកទៀតគឺយើងដាក់លក្ខខណ្ឌគឺតូចជាងឬស្មើ 6.49 មានន័យថាត្រឹមតែ 6.49 ទេបងប្អូន 6.49 បន្តមកទៀតយើងបិទគ្មានកណ្ដុរបិទវងកញ្ចក់យើងចុច enter បាទនេះចំនួនស្រីមាន 12 នាក់បងប្អូនបាទចំនួនស្រីមាន 12 យើងមើលទៅលើលំដាប់បន្ទុករបស់យើងនេះខាងក្រោមនេះបងប្អូន 6.50 ដល់ 7.99 អញ្ចឹងបងប្អូនគាត់នឹងធ្វើការ copy រូបមន្តខាងលើនេះមកតែបងប្អូនសូម copy កុំឲ្យដោយសញ្ញាស្មើពីកុំឲ្យដោយសញ្ញាស្មើ Ctrl C មកតាមទៅយើងចុច enter copy រួចហើយបងប្អូនយកបន្ទុករបស់យើងយករូបមន្តនេះមកដាក់ត្រង់ហ្នឹងរួចហើយបងប្អូនចាំតែដាក់លំដាប់បន្ទុករបស់យើងផ្កាយត្រង់ហ្នឹងគឺ 6.50 ដល់ 7.99 ហ្នឹងចុចសញ្ញាស្មើមួយសិនស្មើហើយបងប្អូនធ្វើការផាសវាយើងដូរលំដាប់បន្ទុករបស់យើងគឺមិញគឺយើងយកចាប់ពីយើងយកចាប់ពីធំជាងឬស្មើ 6.50 មានន័យថាយើងយកចាប់ពី 6.50 ទៅបងប្អូនតាមទៀតទៅដល់ប្រមាណគេគឺទៅដល់ 7.99 មានន័យថាធំបំផុតគឺត្រឹម 7.99 តូចជាងស្មើ 7.99 ហ្នឹងបងប្អូនរួចហើយយើងធ្វើការ enter ចុច enter មកប៉ុណ្ណឹងមកគឺស្គាល់ហើយចំនួនស្រីនេះក៏ដូចគ្នាដែរបងប្អូនស្រីដែលយើងចង់រកចំនួនស្រីដែលចុះមធ្យមភាគចាប់ពី 5.50 រហូតដល់ 7.99 នោះមានប្រមាណអ្នកអញ្ចឹងបងប្អូននឹងឈរនៅលើកាឡានេះសិនដើម្បីទៅ copy រូបមន្តរបស់ស្រីយើងមិនសិនរួចហើយចាំយើងដូរតែមកទៀតត្រង់កន្លែងនេះគឺយើងចុចសញ្ញាស្មើសិនស្មើហើយផាសមកវិញ Ctrl V មកបាទបន្តមកទៀតគឺបងប្អូនដូរលំដាប់បន្ទុករបស់យើងមកគឺបានហើយកុំឲ្យយើងពិបាកសរសេររូបមន្តច្រើនដងមិញគឺចាប់ពី 6.50 ដល់ 7.99 បាទដូរលំដាប់បន្ទុកប៉ុណ្ណឹងគឺរួចរាល់ពីព្រោះកឡោនភេទរបស់យើងតែមួយហើយកឡោនបន្ទុកមធ្យមភាពរបស់យើងក៏តែមួយដែរអញ្ចឹងយើងដូរតែលំដាប់បន្ទុកទៅបានហើយបងប្អូនហើយចុច enter មកបាទចំនួនស្រីមានម្នាក់នេះបងប្អូនចំពោះខាងក្រោមនេះគឺយើងធ្វើដូចគ្នាដែរបងប្អូនបាទបងប្អូន copy រូបមន្តខាងលើសិនenter បន្តមកទៀតគឺយើងត្រូវដូរទៅលើលក្ខខណ្ឌវាដែរបងប្អូនមានន័យថា5យើងយកតូចជាង5បងប្អូនយើងដូរលក្ខខណ្ឌវាសិនគឺតូចជាង5យើងមិនអាចដាក់សញ្ញាស្មើបានទេតែយើងដាក់សញ្ញាស្មើមានន័យថាយើងទាញតែសិស្ស 5.00 នោះមកឲ្យធ្លាក់ទៅហើយជាងយើងដាក់លក្ខខណ្ឌត្រឹមតែតូចជាង 5.00 ហ្នឹងតូចជាងហើយមានតែមួយលក្ខខណ្ឌទេបងប្អូនអញ្ចឹងក្នុងចំណុចនេះគឺយើងលុប
លក្ខខណ្ឌនៅខាងមុខនេះចេះពីព្រោះមានតែមួយលក្ខខណ្ឌទេដូច្នេះយើងលុបលក្ខខណ្ឌនៅខាងមុខចេះយើងបិទវងបញ្ចុះវិញមកពីប្រើ count if s ក៏បានដែរមួយលក្ខខណ្ឌក៏យើងអាចប្រើបានដែរបងប្អូន count if s ហ្នឹងប៉ុន្តែបងប្អូនត្រូវដាក់សញ្ញាស្មើនៅខាងមុខសិននេះយើងអត់ដាក់សញ្ញាស្មើទេខ្ញុំចុច enter មកចំនួនសិស្សធ្លាក់ក្រោមវិषមភាពហ្នឹងគឺ 5.00 មានម្នាក់យើងចង់រកចំនួនស្រីចំនួនស្រីនេះគឺយើងស្រីដែលធ្លាក់នេះគឺយើងដូចគ្នាដែរខាងលើយើង copy រូបមន្តហ្នឹងមកប៉ុន្តែយើងដូរលក្ខខណ្ឌយើង copy រូបមន្តស្រីខាងលើសិនរួចហើយយើងចុច enter ហើយយើងចុចសញ្ញាស្មើយើងផាសរូបមន្តមកវិញបងប្អូនប៉ុន្តែត្រង់កន្លែងនេះគឺយើងដូរលក្ខខណ្ឌណាបងប្អូនគឺយើងយកត្រឹមតែក្រោម 5.00 ទេក្នុងកន្លែងណាវាមានតែពីរលក្ខខណ្ឌទេទី1សិស្សស្រីទី2សិស្សដែលធ្លាក់ទី1សិស្សស្រីទី2សិស្សស្រីដែលធ្លាក់ក្រោម 5.00 អញ្ចឹងត្រង់កន្លែងហ្នឹងគឺយើងដូរលក្ខខណ្ឌត្រង់ហ្នឹងគឺយើងដាក់ថាតូចជាងមានន័យថាយើងយកសិស្សស្រីដែលតូចជាង 5.00 ទៀតយើងបិទវងកញ្ចក់ចុច in ថា5.00 សិស្សស្រីដែលក្រោមវិषមភាព 5.00 ហ្នឹងគឺស្រីទាំងពីរបងប្អូននៅក្នុងមេរៀននេះគឺយើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយចុច Subscribe និង Like នៅ Channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត